Mọi nè bác mến Mọi bác mến cho nam ấy ba cái bay buôn năm mà Vậy bốn cho nam à dạ Mọi chơi bà hót tu quản ọt trai tay ba chết ba tờ mà đa chứ ọt trai bỏ Anh chơi bà hót hề ọt Cái tha tu bà hót ba nè bỏ ba là smart Nặng chà cái ba lươn nó smart như một sân sang nó Cho đây sân này bằng đây vô một sân lam đằng Mọi anh mình đô đã chạy sang nhồn hò ô Phần này hót story ជីតុកនៅលើផ្ទៃទឹកអមជាមួយនឹងសម្រស់ធម្មជាតិថាឡើងទៅជាស្រស់ស្រាយខ្លាំងមែនតើបងពុំមានតែមកខេត្តសៀមរាបគួរកុំរំលងកន្លែងលេងមួយនេះគឺថាចង់មកហើយគឺចង់មកទៀតមកហើយកន្លែងនោះដែរគឺនៅកំពង់ភ្លុកគេបងពុំមានតែហើយកំពង់ភ្លុកនោះដែរគឺគេចាប់ផ្ដើមមកលេងពីខែ7រហូតដល់ខែ2มันមានទឹកជិះទូកបើខែដែលសบายជាងគេគឺខែ9ដល់ខែ12អីហ្នឹងឯងគឺថាទឹកវាធំវាច្រើនវាសบายហើយគេថាជីទៅដល់ផ្ទះអ្នកភូមិអញ្ចឹងហ្មងក៏ទៅផ្លាស់ប្ដូរជាមួយនឹងបទពិសោធន៍ថ្មីនឹងការរស់នៅតំបន់នេះជីទៅដល់បកងហើយបាត់ស្ដាំចូលមកធ្វើគេឥឡូវគេធ្វើឲ្យស្អាតអស់ហើយផ្លាច់ចូលទាំងសម្បត្តិកន្លែងនេះមុនសិនណាបងបើយើងឲ្យមកជីទុកបានហើយគេនឹងសួរយើងថាមកម៉ានេះអីម៉ានេះហើយគេនឹងសុខចិត្តទុកនឹងមកយើងថាយើងនឹងគួរតែជីទុកមួយណាសិនទៅដល់អមស្រីខ្លាំងមែនតានគាត់ស្រីណាតែបើកទុកឡើងស្ទាត់ចាំមិនថាការងារគ្មានប្រុសស្រីអីទេគេធ្វើបានដូចតែគ្នានឹងតែតាំងចិត្តថាយើងនឹងចង់ធ្វើអត់តែអូនមកកំប៉ុងផ្លុកម្ដងគឺអូនមកតែពេលល្ងាចទេទី1វា fresh ទី2អត់សូវក្តៅទី3ក៏បានមើលថ្ងៃលិចថាគាត់បើកទូកតិចឲ្យយើង relax ខ្យល់បក់មកប៉ះខ្លួនយើងមានអារម្មណ៍ថាឡើងតិចស្រួលមកហើយក៏មានភ្ញៀវបរទេសមកលេងនៅកំពង់ភ្លុកយើងច្រើនដែរអូនផ្លែស្បត់តុក$1.20គឺយើងអាចជិះបាន6នាក់ថាថ្លៃអត់គឺអត់ថ្លៃទេបងព្រោះថាយើងជិះទៅក៏ចំណាយសាំងច្រើនដែរព្រោះវារៀងឆ្ងាយដែរបងពេលដែលយើងធ្វើដំណើរទៅគឺយើងត្រូវឆ្លងកាត់ភូមិគេមួយភូមិសិនហើយមុខរបរនៅទីនេះដែរគឺគេរកត្រីទាំងអស់គ្នាអញ្ចឹងណាបងបើសិនជាយើងមកគ្នាច្រើនណាគឺយើងអាចជិះកណូតដ៏ធំនេះបានដែរជីអ៊ីថាចូលមកកពើបន្តិចក៏កពើនេះដែរគឺគេអញ្ចឹងនៅក្នុងទឹកសម្រាប់ឲ្យភ្ញៀវមើលមកកពើហើយក៏ចេញទៅកន្លែងជិះទុកទូចវិញម្ដងដល់ឃើញគាត់បរទេសនេះឡើងស្អាតហើយខ្ជិតខ្លាំងមែនតើនេះដែរគឺជាទុកកំសាន្តទូចដែលយើងជិះទៅក្នុងភូមិក្នុងបន្ទុក$6អាចជិះ2ទៅ3នាក់ទោះក៏មានកូនកពើក៏មានហើយគាត់ទៅមកលេងឲ្យបានម្ដងហើយមកកុំឲ្យចេញភ្ញៀវបរទេសអូនមកឡើងណាក៏មានភ្ញៀវបរទេសមកលេងច្រើនដែរនេះដែរក៏ដល់វេនធីមអូនចេញទៅហើយនេះមកមើលស្រីឆ្នះអាឡែងតែងប្តីអត់ថតឲ្យទេថតតែសភាពអត់គិតថតប្រពន្ធអីទេឥឡូវនោះដែរគេថាកូនបិទចាប់ដើមចូលទៅក្នុងទុកហើយវីដេអូនោះដែរគេថតឲ្យកូនតោះផ្ទះកែងហើយទុកនោះនេះទាំងអស់គឺមានចូលចិត្ត100ទុកនេះដែរគឺជាសហគមន៍តែម្ដងបងអញ្ចឹងមកពុំមានតែដែលបានមកលេងនៅកំពង់ភ្លុកក៏បានជួយដល់សហគមន៍ច្រើនផងដែរមកជីទុកស្រុកយើងគឺមានអារម្មណ៍ថា fresh សាហាវបងតើខាងផ្ទះលេខ2នោះវិញមកទុកគឺតម្លៃ$100ថាជីបានប្រហែល2ម៉ោងហើយសំខាន់ទឹកនឹងស្អុយទៀតតប៉ែហ្មងបើប្រៀបនឹងស្រុកយើងគឺថាខុសគ្នា1លាន%ទាំងតម្លៃទាំងបរិយាកាសមិនមែនទឹកបឹងទន្លេសាបដើមឈើដោះចំវិញខៀវស្ងាត់ឡើង fresh អញ្ចេះទេនិយាយទៅគឺថាអុកស៊ីហ្សែន full តែម្ដងតែបានទៅផ្ទះលេខ2ហើយធ្លាប់ជិះទូកតែអាផ្សារលើទឹកគេជួយក៏មើលម្នាក់មួយនៅខាងក្រោមមកបងថាដីអូននិយាយមែនអត់$100នឹងដែរអាចជិះបានតែ3នាក់ទេព្រោះយើងនេះ$20ជិះបាន6នាក់អញ្ចឹងជួយគាំទ្រទេសចរនៅក្នុងស្រុកយើងមកបងជួយ share វីដេអូនេះម្នាក់មួយដើម្បីលើកស្ទួយវិស័យទេសចរក្នុងស្រុកយើងតើមែនសិនហៅគ្នាមកលេងកំពង់ភ្លុកមកបងឥឡូវនិយាយនឹងដែរគេជិះទូកមកដល់ភូមិគេហើយឆ្លារៀនគេនឹងដែរក៏នៅលើទឹកដែរបងជិះទៅដល់មុខទៀតនឹងដែរក៏ដល់កន្លែងគេរៀនអង់គ្លេសហើយកូនអ្នកតលេអញ្ចឹងគេថាគេចេះហែទឹកហ្មងមិនទៅគាត់សប្បាយខ្លាំងណាស់បងមានបងណាខ្លះជាកូនអ្នកតលេអត់ចេះហែទឹកមិននៅខាងខំម្នាក់មួយភ្លាមមកកុំប្រាប់ម៉ាក់អូនឲ្យដឹងណាម៉ាក់អូនកូនអ្នកតលេដែរតែអត់ចេះហែទឹកផងហើយវីដេអូមួយនេះកុំឲ្យម៉ាក់អូនឃើញឲ្យសោះនិយាយដើមគាត់មួយទៅបើគាត់អត់ចេះហែទឹកមែនរយថ្ងៃហ្នឹងបានអូនជួយបរៀនតិចតាមកខមមិនសិនហៅម៉ាក់អូនណាប្រយ័ត្នម៉ាក់អូនឃើញបន្តពេលជិះទៅមកភូមិគេមកជុំហើយក៏បានជួយជាមួយនឹងលោកយាយកំពុងតែរកត្រីឥឡូវហ្នឹងដែរគឺត្រឡប់មកវិញហើយដើម្បីឡើងទុកទៅមើលថ្ងៃលិចទៅគ្រាន់តែជិះទុកមកគឺចូលបាន3កន្លែងមែនដូចផ្ទះលេខ2គ្មានអីមើលទេអូនជិះហើយជិះម្ដងក៏ជួជាមួយនឹងលោកពូមានការបោះទុកគឺថាមានការស្ទាវខ្លាំងមែនតែលឿនមើលតែយន្តហោះតែគេថានៅនឹងអីស្ទាត់នឹងអានឹងមែនណាបងនៅខាងមុននោះដែរគឺយើងត្រូវការចតទុកដើម្បីទៅមើលថ្ងៃលិចជិះហ្នឹងគេហៅថា double ជិះឲ្យបងតែ$20សោះជិះបានគ្រប់កន្លែងទៅគឺថាសមរម្យខ្លាំងមែនតែឥឡូវមកមើលថ្ងៃលិចពពកបាំងអស់ហើយលេងអញ្ចឹង fail ថ្ងៃលិចមួយជម្រាបលាបងប្អូនមីតា